วิวรณะหรือเหตุการณ์ដែលព្រះយេស៊ូវគ្រីស្ទសម្ដែងឲ្យលោកយ៉ូហានឃើញវិវរណៈជំពូក1នេះជាហេតុការណ៍ដែលព្រះយេស៊ូវគ្រីស្ទបានសម្ដែងឲ្យឃើញគឺព្រះជាម្ចាស់ប្រទានឲ្យព្រះអង្គបង្ហាញព្រឹត្តិការណ៍ដែលត្រូវតែកើតមានក្នុងពេលឆាប់ខាងមុខនេះឲ្យពួកអ្នកបម្រើរបស់ព្រះអង្គដឹងព្រះយេស៊ូវបានចាត់ទេវតារបស់ព្រះអង្គឲ្យមកប្រាប់លោកយ៉ូហានជាអ្នកបម្រើរបស់ព្រះអង្គលោកយ៉ូហានបានធ្វើជាបន្ទាល់អំពីហេតុការណ៍ទាំងប៉ុន្មានដែលលោកបានឃើញគឺជាព្រះបន្ទូលរបស់ព្រះជាម្ចាស់និងជាសក្ខីភាពរបស់ព្រះយេស៊ូវគ្រីស្ទអ្នកណាអានសៀវភៅនេះអ្នកនោះមានសុភមង្គលហើយអស់អ្នកដែលស្ដាប់ពាក្យលោកថ្លែងក្នុងនាមព្រះជាម្ចាស់ហើយប្រតិបត្តិតាមសេចក្តីទាំងប៉ុន្មានដែលមានចែងទុកមកនេះក៏មានសុភមង្គលដែរត្បិតពេលកំណត់ជិតមកដល់ហើយខ្ញុំយ៉ូហានសូមជម្រាបមកក្រុមជំនុំទាំង7នៅស្រុកអាស៊ីសូមព្រះអង្គដែលមានព្រះជន្មគង់នៅសពថ្ងៃគង់នៅពីអតីតកាលហើយកំពុងតែយាងមកប្រទានព្រះគុណនិងសេចក្តីសុខសាន្តដល់បងប្អូនសូមព្រះវិញ្ញាណទាំង7ដែលស្ថិតនៅមុខបល្ល័ង្ករបស់ព្រះជាម្ចាស់និងព្រះយេស៊ូវគ្រីស្ទប្រណីសណ្ដោសព្រមទាំងប្រទានសេចក្តីសុខសាន្តដល់បងប្អូនដែរព្រះយេស៊ូវជាបន្ទាល់ដ៏ស្មោះត្រង់ព្រះអង្គមានព្រះជន្មរស់ឡើងវិញមុនគេបង្អស់ហើយព្រះអង្គជាអធិបតីលើស្ដេចទាំងអស់នៅផែនដីព្រះអង្គមានព្រះハរតីស្រឡាញ់យើងនិងបានរំដោះយើងឲ្យរួចពីបាបដោយសារព្រះលោហិតរបស់ព្រះអង្គផ្ទាល់ព្រះអង្គបានធ្វើឲ្យយើងទៅជារាជាណាចក្រនិងជាក្រុមបូជាចារបម្រើព្រះជាម្ចាស់ជាព្រះបិតារបស់ព្រះអង្គសូមលើកដំកើងសិរីរុងរឿងនិងព្រះចេស្តារបស់ព្រះអង្គអស់កាលជាអង្វែងតរៀងទៅអាមែនមើលព្រះអង្គយាងមកនៅកណ្ដាលពពកមនុស្សទាំងអស់នឹងឃើញព្រះអង្គសូម្បីតែអស់អ្នកដែលបានចាក់ទម្លុះព្រះអង្គក៏នឹងឃើញព្រះអង្គដែរកុលសម្ព័ន្ធទាំងប៉ុន្មាននៅលើផែនដីនឹងត្រូវសោកសៅព្រោះតែព្រះអង្គមែនពិតជាកើតមានដូច្នេះមែនអាមែនព្រះជាអង្គម្ចាស់ដែលមានព្រះជន្មគង់នៅសពថ្ងៃគង់នៅពីដើមហើយកំពុងតែយាងមកគឺព្រះដ៏មានព្រះចេស្តាលើអ្វីទាំងអស់ទ្រង់មានព្រះបន្ទូលថាយើងជាអាល់ផានិងជាអូមេហ្គាខ្ញុំយ៉ូហានជាបងប្អូនរបស់អ្នករាល់គ្នាខ្ញុំរងទុក្ខលំបាកទទួលព្រះរាជនិងព្យាយាមរួមជាមួយបងប្អូនក្នុងអង្គព្រះយេស៊ូវដែរគេបាននិរទេសខ្ញុំទៅកោះមួយឈ្មោះប៉ាតម៉ូសព្រោះតែព្រះបន្ទូលរបស់ព្រះជាម្ចាស់និងសក្ខីភាពរបស់ព្រះយេស៊ូវនៅថ្ងៃរបស់ព្រះអង្គម្ចាស់ព្រះវិញ្ញាណបានធ្វើឲ្យខ្ញុំលង់ស្មារតីហើយខ្ញុំក៏ឮសំឡេងមួយនៅខាងក្រោយខ្ញុំលាន់រំពងឡើងយ៉ាងខ្លាំងដូចសំឡេងត្រែសំឡេងនោះប្រាប់ថាអ្វីដែលអ្នកបានឃើញត្រូវសរសេរទុកក្នុងសៀវភៅមួយរួចផ្ញើទៅជូនក្រុមជំនុំទាំង7នៅក្រុងអេផេសូក្រុងស្មីណាក្រុងពើកាម៉ូសក្រុងធាតេរ៉ាក្រុងសេដេសក្រុងភីឡាឌីលភៀនិងក្រុងឡៅឌីសេខ្ញុំក៏ងាកទៅរកសំឡេងដែលពោលមកកាន់ខ្ញុំពេលនោះខ្ញុំឃើញជើងចង្កៀងមាស7នៅកណ្ដាលជើងចង្កៀងទាំងនោះមានម្នាក់រាងដូចបុត្រមនុស្សពាក់អាវបំពង់យ៉ាងវែងហើយមានខ្សែក្រវ៉ាត់មាសនៅដើមទ្រូងផងសក់លោកសក្បោសដូចកប្បាសនិងដូចសំឡីភ្នែកលោកភ្លឺដូចអណ្ដាតភ្លើងជើងលោករលើបដូចលង្ហិនដែលគេដុតក្នុងភ្លើងហើយសំឡេងលោកឮសូរសន្ធឹកដូចបហាសាគរលោកកាន់ផ្កាយ7នៅដៃស្ដាំមានដាវដ៏ស្រួចមុខ2ចេញពីមាត់របស់លោកហើយមុខលោកប្រៀបបីដូចជាថ្ងៃពេញកម្ដៅពេលខ្ញុំឃើញលោកខ្ញុំដួលសន្លប់បាត់ស្មារតីនៅទៀបជើងលោកដាក់ដៃស្ដាំលើខ្ញុំទាំងពោលថាកុំខ្លាចអីគឺយើងនេះហើយដែលនៅមុនគេនិងនៅក្រោយគេបំផុតយើងបានស្លាប់
តែឥឡូវនេះយើងមានជីវិតរស់អស់កលជាអង្វែងតរៀងទៅយើងមានអំណាចលើសេចក្តីស្លាប់និងលើស្ថានមច្ចរាយដូច្នេះចូលកត់ត្រាទុកនៅហេតុការណ៍ទាំងប៉ុន្មានដែលអ្នកបានឃើញគឺហេតុការណ៍ដែលកំពុងតែកើតមាននៅពេលនេះនិងពេលខាងមុខចំពោះអត្តន័យលក្ខកំបាំងអំពីផ្កាយទាំង7ដែលអ្នកឃើញយើងកាន់នៅដៃនិងជើងចង្គៀងមាសទាំង7នេះមានដូចតទៅផ្កាយទាំង7គឺជាទេវតារបស់ក្រុមជំនុំទាំង7ហើយជើងចង្គៀងទាំង7គឺជាក្រុមជំនុំទាំង7នោះឯង